trong peak sắp ngay bữa đâu vi trong na đó trong việc peak tới anh thứ ấy có ban đá sắp lập cái của cá ấy của cá ở tao ban trong về sắp lập ta ấy cướp bao nhiêu ngò tao ban trong về chúng mình rồi họ giúp cao cho 7 năm chúng mình cố cả 7 mùi cố cả chất sa pi cố cả chiều sa 3 គោលការណ៍សង្គមខ្ញុំដែលមានអាយុដល់98ឆ្នាំដោយខ្ញុំបានបង្កើតគោលការណ៍នេះហើយខ្ញុំអនុវត្តដោយខ្លួនឯងគោលការណ៍ចិត្តសាស្ត្រខ្ញុំបើតាមពុទ្ធជាម្ចាស់លោកថាស្អីដែរខ្ញុំមិនថារយលោកតែខ្ញុំថាផ្សេងគឺកុំចង់ពេកសពថ្ងៃណាមនុស្សវាចង់ណាស់ទាំងណាចង់ណាស់បើផ្ទះនេះធំខ្លួនឯងចង់ធំជាងផ្ទះទៅទៀតចង់ធំជាងផ្ទះទៀតតាំងចិត្តតែអញ្ចឹងខ្ញុំមិនមានទស្សនៈមកគុំចង់ពេកដល់ពេលគុំចង់ពេកអញ្ចឹងណាពេលសំណេកเอาไปสำเร็จบางเปิลมาใบยมรู้ไอ้ខ្ញុំមានចង់ឲ្យទៀតទេបកង់គេមើលមានរួចហើយតែណៃមានរួចហើយស្បូវមានរួចហើយអត់មានចង់ឲ្យទៀតទេពាក្យចាស់ថាដេកទៅគុំរាប់បកង់ដៃណៃទៀតសុខភាពផ្លូវចិត្តអានឹងមូលដ្ឋានចិត្តសាស្ត្រកុំចង់ពេកសពថ្ងៃបើនោះវាចង់ណាដល់ចង់វាពេកទៅអាចធ្វើអីក៏បានដែរសម្រាប់គេក៏កើតអីក៏កើតឲ្យតែបានចង់ពេកសម្រាប់អីសម្រាប់តអីគ្រប់បែបយ៉ាងងល់តែបានចង់ពេកผมไม่อยากចង់ពេកនោះឯងអញ្ចឹងមូលដ្ឋានចិត្តសាស្ត្រទី1កុំចង់ពេកមូលដ្ឋានចិត្តសាស្ត្រទី2នេះអ្នកនៅចូលចិត្តខ្ញុំទាំងអស់នេះមកនេះណាមកនេះក្នុងគុណហ្នឹងខ្ញុំខុសពីអ្នកដទៃប្រហែលជាសឹងទាំងអស់គេទាំងអស់គ្នាគេកាន់ទូរស័ព្ទតែខ្ញុំអត់ដែលកាន់ទូរស័ព្ទទេនិយាយតែត្រង់អញ្ចឹងខ្ញុំល្ងងជាងគេបន្តិចខ្ញុំកាន់អានេះព្រឹកឡើងរាល់ថ្ងៃខ្ញុំកាន់អានេះសភៅមិនដែលចោលទេមូលដ្ឋានចិត្តសាស្ត្រគឺ2អានរួចហើយកត់រួចហើយមកនិយាយប្រាប់គេដើម្បីរក្សាបញ្ញានេះកុំឲ្យវង្វេងសពថ្ងៃមនុស្សចាស់ខ្លះមួយទៅ10តម្រងបើមិន10ទេ1ទៅ5អីចឹងទៅតែខ្ញុំអត់ទេណាមិនទាន់ដល់ប៉ុណ្ណោះទេ98ហើយពួកខ្ញុំរក្សាមូលដ្ឋានរបស់ខ្ញុំគឺខ្ញុំកុំចង់ពេកមកឯងរួចខ្ញុំចង់ពេកខ្ញុំទី2ខ្ញុំអានរួចសរសេររួចហើយយកមកនិយាយប្រាប់នេះគោលបំណងដែលបង្រៀនសពដល់ថ្ងៃនេះដើម្បីរក្សាជីវិតកុំឲ្យខ្លាចទៅជាជនរង្វេងអានរួចហើយកត់ឲ្យមកនិយាយប្រាប់ដើម្បីរំលឹកអានេះឲ្យតែគោលបំណងមកបង្រៀននេះគោលបំណងធំមិនចោះទេគិតអានទៅផឹកណាស្អីណាខ្ញុំអត់មានទេណាអានេះមូលដ្ឋានជីវសាស្ត្រមូលដ្ឋានចិត្តសាស្ត្រ2ដើម្បីរក្សាជីវិតគឺមានគោលការណ៍មួយទៀតគឺមូលដ្ឋានជីវសាស្ត្រមូលដ្ឋានជីវសាស្ត្រនោះសំខាន់ណាស់ក្នុងជីវិតមនុស្សនឹងហើយខ្ញុំកណាំមួយជីវិតទល់ថ្ងៃងាប់ពីកើតមកដល់ថ្ងៃនេះខ្ញុំមិនដែលប្រឹកស្រាមកតំណទេលក្ខណៈពិសេសរបស់ខ្ញុំគឺអាហ្នឹងអញ្ចឹងធ្វើឲ្យខ្ញុំមានអាយុ98ឆ្នាំមិនវង្វេងមិនភ្លេចមិនអីទាំងអស់មិនភ្លេចទេប៉ុន្តែបើតាមវ័យតិចតួចនេះចាំឲ្យច្បាស់ខ្ញុំអានេះជាមូលដ្ឋានដែលខ្ញុំបានរក្សាទុកយូរហើយទី1គឺណាចិត្តសាស្ត្ររួចហើយណាជីវសាស្ត្រ
គឺខ្ញុំបានមូលដ្ឋានចិត្តជីវសាស្ត្រការទទួលទានគឺខ្ញុំមួយជីវិតតាំងពីថ្ងៃកើតដល់ថ្ងៃនេះខ្ញុំមិនដែលផឹកស្រាមួយចំណោះទេពុទ្ធណាគោលការណ៍របស់ព្រះអង្គណាបញ្ញត្តិ5មូលដ្ឋាន8គោលដៅ2ខ្ញុំសូមសង្ខេបប៉ុណ្ណឹងខ្ញុំមិនមែនជាអ្នកបួសបណ្ឌិតអីទេខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំបណ្ឌិតខ្ញុំតាំងจากពុទ្ធមានបញ្ញត្តិ5មូលដ្ឋាន8គោលដៅ2មានប៉ុណ្ណឹងទេរបស់ពុទ្ធធ្វើតាមតែពុទ្ធប៉ុណ្ណឹងទៅមនុស្សល្អហើយបើមិនមែនណាអា8ក៏មិនបានធ្វើអាបញ្ញត្តិ5ក៏មិនបានធ្វើបញ្ញត្តិ5អាសំខាន់ជាងគេអូភិចកោះឡើងអូអាស្ងាញ់អូគួរណាស់ខ្ញុំអត់ទេណាតាំងពីថ្ងៃកើតរហូតទៅដល់ថ្ងៃនេះខ្ញុំមិនដែលផឹកត្រាមតំណក់ទេធ្វើឲ្យជីវិតខ្ញុំនឹងរក្សាទៅដល់បានកើតនិយាយមែនតើនេះនិយាយមែនតើ